បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទពិសេសមិត្តភ័ក្តិរបស់ខ្ញុំដែលរៀននៅថ្នាក់ទី9 Hello everyone, hello my friend in grade 9. Today we continue lesson 15 preparing for an exam section B part 4. បាទអញ្ចឹងយើងតមេរៀនរបស់យើងហើយ section B ភាគទី4នេះគឺជាវីដេអូបញ្ចប់ section B មេរៀនទី15ណាបងប្អូនបាទអូខេសម្រាប់មេរៀនថ្ងៃនេះគឺយើងបន្តទៅចំណុចទី5Look at would he list of things he has to do before exam ក្រឡេកមើលទៅបញ្ជីរតារាងនៃអ្វីៗដែលវុធីត្រូវធ្វើមុនពេលប្រឡង Okay this is Wuthi pictures of Wuthi បាទនេះគឺជារូបភាពនៃ Wuthi អូខេអញ្ចឹងនេះគឺជាបញ្ជីនៃអ្វីដែលគាត់ត្រូវធ្វើមុនពេលប្រឡងអញ្ចឹងមានអីខ្លះបងប្អូនណា things to do before the exam that things គឺព្រឹត្តិការណ៍ឬក៏វត្ថុឬក៏អ្វីតែគេដាក់ S នេះមកន័យថាវត្ថុឬក៏ព្រឹត្តិការណ៍ឬក៏អ្វីដែលត្រូវធ្វើនឹងវាច្រើន A make lots of study notes បាទធ្វើការកត់ចំណាំឲ្យបានច្រើន B study for English grammar test បាទរៀនសម្រាប់ការប្រឡងវេយ្យាករណ៍អង់គ្លេស C see exam timetable បាទមើលកាលវិភាគប្រឡង D look over geometry lessons មើលមេរៀនគីមីវិទ្យា look over មិនថាមើលឲ្យគ្រប់ជ្រុងជ្រោយមើលឲ្យអស់បាទឲ្យសល់មេរៀនមួយឯង E practice English speaking មកហាត់ការនិយាយភាសាអង់គ្លេសហើយនៅក្នុងនេះគឺអ្វីដែលគាត់បានធ្វើណាគឺជា tick បាទហើយអ្វីដែលគាត់មិនទាន់បានធ្វើគឺយើងខ្វែងអញ្ចឹងគេឲ្យយើងសរសេរឲ្យទៅជាល្បះនៅអ្វីដែលគាត់បានធ្វើនិងមិនបានធ្វើបាទអូខេតោះគេយើងឲ្យយើងសរសេរនឹងគេថា you still already or yet to write a sentence about H1 អញ្ចឹងគេឲ្យយើងប្រើពាក្យនៅតែរួចរាល់ហើយឬក៏នៅឡើយទេដើម្បីសរសេរអំពីល្បះនីមួយអូខេដូចជាល្បះទី1បាទល្បះទី1 Wuthi has already made a lot of study notes បាទអញ្ចឹងគាត់បានធ្វើរួចរាល់ហើយអញ្ចឹងWuthi has អញ្ចឹង Wuthi គឺជាបរិបទទី1ឯកវចនៈអញ្ចឹងយើងប្រើជាមួយ has គឺជាឈ្មោះណាបាទអញ្ចឹងWuthiបានធ្វើកំណត់សម្គាល់ការសិក្សាជាច្រើនរួចរាល់ហើយ B គឺសកម្មភាពអ្វីដែលគាត់បានធ្វើហើយដែរ Wuthi has already studied for his English grammar test Wuthiបានរៀនសម្រាប់ការប្រឡងវេយ្យាករណ៍អង់គ្លេសរបស់គាត់រួចរាល់ហើយ C Wuthi hasn't seen his exam timetable yet អញ្ចឹងដោយសារតែសកម្មភាព C នេះគឺគាត់អត់ទាន់បានធ្វើទេបងប្អូនបាទយើងខ្វែងមើលញោមអញ្ចឹងយើងដាក់ hasn't មកពាក្យថា has not អញ្ចឹង has not គឺយើងសេកាត់ hasn't ណា Wuthi គឺមិនបានមើលតារាអាការវិភាគប្រឡងរបស់គាត់នៅឡើយទេឬក៏មិនទាន់បានមើលនៅឡើយទេបើសិនជាយើងដឹងហើយណាទម្រង់របស់វាបច្ចុប្បន្នកាលបរិបូរណ៍នេះនៅទោះបីជាទម្រង់បដិសេធក្តីទម្រង់ស្របក្តីកិរិយាសព្ទរបស់វាអត់មានដូរទេគឺកិរិយាសព្ទនៅក្នុងខ្ទង់ទី3ដដែល D Wuthi still hasn't looked over his exam timetable អញ្ចឹងអាទីអក្សរ D ហ្នឹងមិញក៏គាត់អត់បានធ្វើដែរអញ្ចឹងបានន័យថាគាត់នៅតែមិនទាន់បានធ្វើទេអញ្ចឹងWuthiនៅតែមិនទាន់បានមើលមេរៀនមិនទាន់បានមើលតើការវិភាគប្រឡងរបស់គាត់នៅឡើយទេបើមិនទាន់បានមើលទេណាបាទE Wuthi hasn't practiced his English speaking yet Wuthi មិនទាន់បានវឹកហាត់ការនិយាយភាសាអង់គ្លេសរបស់គាត់នៅឡើយទេអូខេអញ្ចឹងយើងអានឡើងវិញទាំងអស់គ្នា You still already or yet to write a sentence about H1 Things to do before the exam A
Wuthi has already made a lot of study notes. B. Wuthi has already studied for his English grammar test. C. Wuthi hasn't seen his exam timetable yet. D. Wuthi still hasn't looked over his exam timetable. E. Wuthi hasn't practiced his English speaking yet. Okay, continue our lesson to number 6. តើយើងតទៅចំណុចទី6 What have you done today? បាទតើអ្នកបានធ្វើអ្វីរួចរាល់ហើយនៅថ្ងៃនេះ Use the idea in the box to write about things you have to already done today and things you haven't done yet បាទអញ្ចឹងគេឲ្យយើងប្រើគំនិតឬក៏យោបល់ដែលនៅក្នុងប្រអប់ហ្នឹងដើម្បីសរសេរអំពីអ្វីដែលអ្នកបានធ្វើរួចរាល់ហើយនិងអ្នកមិនទាន់បានធ្វើរួចរាល់នៅថ្ងៃនេះអញ្ចឹងខ្ញុំរៀបចំជាការសន្ទនាណាបងប្អូនបាទហើយបើមានកំហុសផ្នែកពិតជាមានកំហុសឆ្គងវាមិនចេះខុសទេអ្នកដែលមិនខុសគឺអ្នកដែលមិនធ្វើអីសោះអាហ្នឹងអត់ខុសទេហើយពិសេសសម្រាប់អ្នករៀនថ្មីថ្មងដូចជាខ្ញុំអញ្ចឹងគឺកិច្ចបំផុតទេបាទអូខេតែនេះគឺជារូបភាពដែលគេសាកសួរគ្នាអូខេអញ្ចឹងអ្នកនេះគឺតាំងឲ្យ A ណាកន្លែងគឺតាំងឲ្យ B បាទ A I have already cleaned my classroom គាត់ថាខ្ញុំបានសម្អាតថ្នាក់រៀនឬក៏បន្ទប់រៀនរបស់ខ្ញុំនឹងរួចរាល់ហើយ B the sounds perfect អូល្អណាស់ឬក៏ល្អប្រសើរណាក៏បានដែរ Have you finished your homework តើអ្នកបានធ្វើកិច្ចការផ្ទះរបស់អ្នករួចរាល់ហើយឬនៅ A Yes I have finished my homework បាទខ្ញុំបានធ្វើកិច្ចការផ្ទះរបស់ខ្ញុំរួចរាល់ហើយអញ្ចឹង B នេះគាត់សួរទៀតខាងនេះ B ណាបាទ When have you finished your homework តើអ្នកបានធ្វើកិច្ចការផ្ទះរបស់អ្នកនឹងហើយពីពេលណាបាទរាប់តាំងពីពេលចាប់បានធ្វើរហូតដល់ឥឡូវនេះហើយពីពេលណាI finished it since dinner ណាខ្ញុំបានធ្វើវារួចរាល់ណាខ្ញុំបានធ្វើវាហើយតាំងពីបាយល្ងាចម្ល៉េះ B Could you explain me the lesson តើអ្នកអាចបញ្យល់ខ្ញុំឬក៏ could នេះគឺជាពាក្យគួរសមបំផុតណាដូចជាវាចូលនៅក្នុងwould ដូចគ្នាណាបាទគឺជាពាក្យគួរសមប៉ុន្តែនៅក្នុងពេលខ្លះ could នឹងវាជាអតីតកាលរបស់ can ប៉ុន្តែសម្រាប់ប្រយោគនេះគឺមិនមែនជាអតីតកាលទេគឺសម្រាប់សំណើសុំឲ្យអ្នកណាម្នាក់ជួយធ្វើអ្វីមួយដល់យើងដោយគួរសមបំផុត Could you explain me the lesson មេតាជួយបញ្យល់មេរៀនខ្ញុំផងបានទេបាទព្រោះស្អាតណាកាលណាឃើញស្រីស្អាតសុំណាទាំងគេទាំងខ្ញុំដឹងថាអូខេហ្មង Yes of course បាទប្រកាសហើយbut it is time for class ប៉ុន្តែវាដល់ពេលរៀនហើយណាបាទមានន័យថាអញ្ចឹងតើអានឡើងវិញ What have you done today done Use the ideas in the box to write about things you have already done today and things you haven't done yet A I have already cleaned my classroom B the sounds perfect Have you finished your homework A yes I have finished my homework B when have you finished your homework A I finished it since dinner B could you explain me the lesson A yes of course but it is time for class okay another conversation បាទជាងការសន្ទនាបន្តទៀតណាបាទផ្សេងទៀត B Who has helped you with homework តើអ្នកណាធ្លាប់បានជួយអ្នកធ្វើកិច្ចការផ្ទះ A My brother នេះបងប្រុសរបស់ខ្ញុំ
B has he a student តើគាត់ធ្លាប់ជាសិស្សទេ has he a student ហ្នឹងគឺជាសំណួរបាតចាណាគឺចម្លើយមានតែ yes ហើយ no ទេផ្ដើមប៉ុន្តែជុំបញ្ចប់យើងមានពាក្យអីបន្ថែមទៅបើ yes yes he has យើងបាទគឺគាត់ធ្លាប់ជាសិស្សបើន័យថាបងរបស់គាត់គឺធ្លាប់រៀនអញ្ចឹង A នឹងគឺសួរទៀត How has he helped you with homework តើគាត់ធ្លាប់បានជួយអ្នកធ្វើកិច្ចការផ្ទះនឹងយ៉ាងម៉េច A he has used a board to explain me គាត់បានប្រើក្តារខៀនដើម្បីបញ្យល់ខ្ញុំ It sounds like a teacher is teaching in a class វាស្ដាប់ទៅប្រៀបដូចជាគ្រូបង្រៀនម្នាក់កំពុងបង្រៀននៅក្នុងថ្នាក់បាទ it sounds យើងថែម s មកដោយសារជាមួយ it ណាបាទកិរិយាសព្ទទម្រង់នេះវានៅក្នុងបច្ចុប្បន្នកាលធម្មតា A you are right he wants to become បាទ a teacher បាទអ្នកនិយាយនឹងត្រូវហើយគាត់ចង់ខ្លាយជាគ្រូបង្រៀនម្នាក់អូខេយើងអានឡើងវិញ B Who has helped you with homework My brother Has he a student Yes he has How has he helped you with homework He has used a board to explain me It sounds like a teacher is teaching in the class You are right He wants to become a teacher បាទអរគុណច្រើនបងប្អូនសម្រាប់ការបន្តមេរៀនរបស់យើងហើយសម្រាប់វីដេអូក្រោយយើងជួបគ្នានៅ section C A friend at university មិត្តភក្តិម្នាក់នៅឯសាកលវិទ្យាល័យបាយបាយ